សារព័ត៌មានរបស់ The Nation នៃប្រទេសថៃបានបញ្ជាក់ថានៅក្នុងទីក្រុងបាងកកនៅក្នុងថ្ងៃនេះផ្ទាល់គឺមានករណីទឹកជន់លិចខ្លាំងមែនទែនភ្លៀងតែមួយមេទេប៉ុន្តែបណ្ដាលឲ្យផ្លូវនៅក្នុងទីក្រុងបាងកកជន់លិចដែលធ្វើឲ្យអ្នកជំនាញកំពុងតែសិក្សាមើលថាតើទឹកជន់លិចនឹងបណ្ដាលមកពីចំនួនទឹកភ្លៀងបណ្ដាលមកពីលូហូរអត់ទាន់ឬក៏មកពីផែនដីខាងក្រោមវាពោពេញទៅដោយទឹកពីព្រោះរយៈពេលនៃការភ្លៀងតែមួយផ្លែតទេបងប្អូនប៉ុន្តែឡើងលិចនៅទីក្រុងបាងកកដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះត្រូវបដើឡានបដើម៉ូតូបដើកង់ចានេះគឺរូបភាពបងប្អូនបានចាឲ្យចំណែកឡានគឺជីបែនទឹកពេញនឹងអញ្ចឹងហើយប្រជាពលរដ្ឋអ្នកលក់ដូរនៅតាមផ្លូវខ្លះហ្នឹងគឺមិនដឹងមានជំរឿសអីទេក្រៅពីលើកអីវ៉ាន់ឡើងទៅលើក្រែទាំងអស់ដោយសារតែទឹកលិចធំក្បាលជង្គង់ហ្មងហើយនៅកណ្ដាលក្រុងបាងកកបងប្អូននៅកណ្ដាលក្រុងបាងកកប៉ុន្តែលិចហើយអ្នកជំនាញគេកំពុងតែសិក្សាអំពីបញ្ហាទាំងអស់នោះដែលឡែកនៅក្នុងប្រទេសកម្ពុជារបស់យើងក្នុងថ្ងៃនេះដូចគ្នាផងដែរកាលនេះក៏ទទួលបានព័ត៌មានច្រើនតាមរយៈធ្វើកម្មវិធីរយៈពេល3ម៉ោងពេញពីម៉ោង3រសៀលរហូតដល់ម៉ោង6រសៀលគឺស្ទះចរាចរណ៍ស្ទើរតែគ្រប់ច្រកល្ហកដោយនៅក្នុងនោះគឺមានប្រិមត្តគាត់ថាក់បីដូចជាមានអារម្មណ៍ថារអ៊ូរទាំដោយសារតែវាភ្លៀងខ្លាំងចានៅស្តុប2004ក៏លិចទឹកដែរចានៅផ្លូវចោមចៅចាកន្លែងស្ពានអាកាសអីហ្នឹងគឺលិចចាមុខពលានអត់លិចទេប៉ុន្តែវាស្ទះចរាចរណ៍ចន្លោះពីផ្លូវសប្បុរសស៊ីឡើងមកដល់ខាងមុខពលាននេះរូបតំណាងនៅខាងប្រទេសថៃណាបងប្អូននៅខាងទីក្រុងបាងកកចាលិចខ្លាំងយកតែមែនតែនតែម្ដងកម្ពុជារបស់យើងក៏ត្រៀមដែរបញ្ជាក់ម្ដងទៀតគឺខាងក្រសួងធនធានទឹកនិងអូតូនិយមបានបញ្ជាក់ឲ្យថាកម្ពុជានឹងជួបឥទ្ធិពលព្យុះមួយដែលមានឈ្មោះថា Galmegi ដែលនឹងគឺជាព្យុះទី25ដែលមានលេខតំណាងទី25ដែលនឹងប៉ះទៅដល់ឈូងសមុទ្រចិនខាងត្បូងសមុទ្រអានដាមែនអាងទន្លេមេគង្គក៏ដូចជាសមុទ្រកម្ពុជានិងប្រទេសរាជាណាចក្រកម្ពុជាផងដែរនៅក្នុងនោះគឺយើងទទួលអត្តពល 30% នៅចន្លោះថ្ងៃទី6រហូតដល់ថ្ងៃទី8តែយើងទទួលចំហាយខ្លះហ្នឹងគឺចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី10អញ្ចឹងថ្ងៃនេះថ្ងៃ2ថ្ងៃ3បងប្អូនចាហើយស្អែកថ្ងៃ4 5 6 7 8រហូតដល់ថ្ងៃ10គឺយើងហុយហើមអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកធ្វើស្រែធ្វើចំការវាជាពេលវេលានៅក្នុងការចាប់ផ្ដើមស្ទូងអីបានហើយតែអ្នកច្រូតស្រូវយើងបាក់ចិត្តតិចដោយសារអីពេលមេឃភ្លៀងទៅគឺវាពិបាកនៅក្នុងការហាស្រូវហើយពិតជាអរគុណមែនតើទៅដល់បងដែលមានសមត្ថភាពមានលទ្ធភាពបានចេញមកទិញស្រូវអង្គជូនប្រជាពលរដ្ឋរបស់យើងតាមខេត្តនីមួយៗក្នុងហ្នឹងកណិការឃើញមានដូចជាបងត្រីដាណាចាបងម្ចាស់ផលិតផលមីសចាបងអុកញ៉ាវរៈស៊ូចារបស់ខាងក្រុមហ៊ុនវរៈបន្ថែមចាបងនឹមវណ្ណៈចាខាងក្រុមហ៊ុន Gainsberg ចាហើយនៅមានច្រើនទៀតដែលគាត់ចេញមកទិញស្រូវពីប្រជាពលរដ្ឋហើយក្នុងតម្លៃមួយដ៏គួរឲ្យស្ញប់ស្ញែងខាងមែនតើព្រោះប្រជាពលរដ្ឋខ្ញុំដឹងថាគាត់នឹងពិបាកអត់ដឹងស្តុកទុកនៅកន្លែងណាទេបើទោះជាដឹងថាអនាគតកាលស្បៀងអាហារនឹងឡើងថ្លៃដោយសារមូលហេតុអីបងប្អូននៅស៊ូដង់បើតាម UN បញ្ជាក់ស៊ូដង់គឺមានការជន្លៀសប្រជាពលរដ្ឋច្រើនមែនតើហើយគ្រាន់តែមកប៉ះទង្គិចគ្នាមួយរយៈហ្នឹងបាត់បង់ជីវិតមនុស្សមិនតិចទេច្រើនណាស់ហើយពាក់ព័ន្ធជាមួយនឹងស្បៀងអាហារពាក់ព័ន្ធជាមួយនឹងអនាម័យពាក់ព័ន្ធជាមួយនឹងរោគតម្កាត់អីក៏ច្រើនដែរប៉ុន្តែយើងកំពុងតែរងចាំខាងអន្តរកម្មពីអន្តរជាតិថាតើនឹងជួយស៊ូដង់ដល់វិធីណាព្រោះស៊ូដង់គណៈពេលនេះគឺមានការបាញ់បហាគ្នាចាហើយសុខុបយកតំណែងហើយសុខុបកាន់កាប់តំបន់រៀងខ្លួនហើយវាមិនមែនតែស៊ូដង់ទេចាបងប្អូនអ៊ីស្រាអែលមួយប៉ាឡេស្ទីនរុស្ស៊ីជាមួយអ៊ុយក្រែនស៊ូដង់នឹងផងហើយនៅផ្សេងជាច្រើនទៀតអញ្ចឹងអនាគតស្បៀងអាហារនឹងបន្តមានតម្លៃអញ្ចឹងសម្រាប់យើងបើអាចទុកបានយើងក៏ទុកតែបើទុកអត់បានទេអរគុណបងដែលចេញមកជួយទិញបែបហ្នឹងគឺវាជាការល្អដែលជួយសម្រាប់បន្ទុកហើយសង្ឃឹមថាឈ្មោះកដាលនឹងគិតគូរត្រឡប់មកវិញព្រោះត្រូវដឹងថាញើសឈាមប្រជាកសិករគាត់ចំណាយច្រើនខាងណាចាហើយក្រសួងពាក់ព័ន្ធគេដឹងតែមានការអន្តរាគមន៍តែត្រូវធ្វើម៉េចដើម្បីឲ្យវាមានតម្លាភាពនិងសមភាពនៅក្នុងការដាំដុះប្រចាំថ្ងៃរបស់បងប្អូនគ្រប់គ្នាចាអរគុណច្រើនកណិការសូមផ្ញើនៅស្វាយសមុទ្រផងជាផលិតផលថ្មីរបស់ ABC ស្វាយសមុទ្រនេះគឺជាស្ដេចអាហារដែលមនុស្សគ្រប់វ័យមិនថាមនុស្សចាស់មិនថាកូនក្មេងចាំបាច់ត្រូវតែញ៉ាំពីព្រោះដោយសារតែយើងអត់ច្បាស់ថាមួយថ្ងៃយើងបានញ៉ាំបន្លែ5ពណ៌គ្រប់ប្រែធាតុវីតាមីនរាងកាយត្រូវការភ្នែកត្រូវការសក់ត្រូវការថ្លើមត្រូវការបេះដូងត្រូវការគ្រាប់ឈាមត្រូវការដែរឬមួយក៏អត់ទេអញ្ចឹងនៅក្នុងនេះគឺវាមានសពគ្រប់បែបយ៉ាងព្រមគ្រាន់តែទៅពីក្នុងមួយថ្ងៃចន្លោះពី5ទៅ10គ្រាប់សម្រាប់មនុស្សធំព្រោះវាជាសារ៉ាយនៅបាតសមុទ្រទៅបងប្អូនចាបូកជាមួយនឹងរ៉ែធាតុវីតាមីនដតៃទៀតជាច្រើនហើយបើកូនក្មេងចន្លោះពី4ទៅ6គ្រាប់អានេះញ៉ាំទៅគឺល្អមែនតើណា
សាវលមុខសវាញ់ភ្នែកចាខ្វះបបឈាមក្រហមស្លេកស្លាំងចាជ្រុះសក់ជាប្រចាំគេងទៅមិនមានមើលខកព្រលឹមឡើងលើអត់បានគេងហ្នឹងគឺញ៉ាំបានដែរចាកំងទិញខ្ពស់ជួយនៅបន្តផ្សេងទៀតយើងមាននៅម្សៅខ្ជាយនេះសម្រាប់បុរសស្ត្រីដែលចង់អាប់ដេតផ្លូវភេទ វារឿងបើផ្លូវភេទដែរទាំងបុរសទាំងស្ត្រីហើយបើយើងចេះញ៉ាំកាហ្វេខ្មៅកំដាក់ស្ករកំដាក់គ្រីមកំដាក់អីទាំងអស់ហើយដាក់អានឹងឆុងចូលគ្នាទៅគឺ the best តែម្ដងហើយវាជួយពីបញ្ហាស្ពឹកចុងប្រសាទដៃប្រឈាមយើងនេះវារត់មកចុងដៃចុងជើងចាំបើយើងស្ពឹកចុងប្រសាទដៃស្ពឹកចុងប្រសាទជើងនោមញឹកនោមតោះប្របាអីចឹងបងប្អូនអាចទិញគូគ្នាក៏បានដែរចាតាក់តងលេខកណិកា017372000